ក្នុងនាមប្រមុខរាជរដ្ឋាភិបាលខ្ញុំប្រកាសណាខ្ញុំទូលព្រះបង្គំខ្ញុំសូមគូសរំលេចជូនបងប្អូនជនរួមជាតិនៅវិធានការដោះស្រាយដែលរាជរដ្ឋាភិបាលបាននឹងកំពុងដាក់ចេញរួមមានដូចខាងក្រោមទី1ចំពោះបងប្អូនជនភៀសសិកដែលអាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបានក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេសក្រសួងការពារជាតិក្រសួងមហាផ្ទៃនិងអាជ្ញាធរមូលដ្ឋានបាននឹងកំពុងខ្នះខ្នែងរៀបចំសម្របសម្រួលឲ្យបងប្អូនជនភៀសសិកអាចវិលត្រឡប់ទៅកាន់លំនៅឋានវិញឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបានក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីនកម្ពុជានិងក្រសួងស្ថាប័នពាក់ព័ន្ធប្រតិបត្តិការមីននានាជាពិសេសមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាស៊ីម៉ាក់បាននឹងកំពុងខិតខំយ៉ាងសកម្មនៅក្នុងការបោះសម្អាតអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដើម្បីធានាថាទីតាំងទាំងនោះមានសុវត្ថិភាពគ្រប់គ្រាន់មុននឹងអនុញ្ញាតឲ្យបងប្អូនជនភៀសសិកវិលត្រឡប់ទៅកាន់ទីតាំងទាំងនោះវិញដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារ